សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងបានវិលត្រឡប់មកជួបគ្នាវិញហើយដែលសាច់រឿងនៅថ្ងៃនេះគឺ admin បានទទួលបានពីបងប្រុសសុភ័ក្រ admin សូមហៅថាបងភ័ក្រអញ្ចឹងទៅសួរហៅដែលសាច់រឿងមួយនេះគឺកើតឡើងទៅលើបងផ្ទាល់កាលពីកំឡុងឆ្នាំ2015អញ្ចឹងសាច់រឿងនេះបងប្រុសភ័ក្រថាគឺគាត់ចាំមិនភ្លេចនោះទេគឺធ្វើឲ្យគាត់និងប្អូនប្រុសបង្កើតរបស់គាត់នោះគឺឈឺរយៈពេលជិត1អាទិត្យទៅបានជាសះស្បើយដូចដើមវិញអញ្ចឹងណាអញ្ចឹងកុំឲ្យពេលវេលាកាន់តែវែងឆ្ងាយទៅនោះហើយក៏ចង់ដឹងថាសាច់រឿងរបស់បងភ័ក្រដែលគាត់បានជួបនេះវារន្ធត់ឬក៏សាហាវយ៉ាងណានោះយើងចូលទៅកាន់សាច់រឿងពេញជាមួយនឹង admin ទាំងអស់គ្នាបងភ័ក្រគឺជាអ្នកដែលរស់នៅក្នុងខេត្តពោធិ៍សាត់ប៉ុន្តែសពថ្ងៃនេះគឺបងធ្វើការនិងរស់នៅក្នុងទីក្រុងភ្នំពេញបងភ័ក្រថាក្នុងកំឡុងឆ្នាំ2015នោះគឺពេលនោះវ័យរបស់បងហ្នឹងគឺវា20ស្ដាងតិចតួចឯងគាត់ថាប្រហែលជា20 21អីហ្នឹងហើយគាត់ថាពេលនោះគឺនៅក្នុងភូមិរបស់គាត់ហ្នឹងគឺវាមានក្មេងៗមានអីយើងដឹងស្រាប់ហើយទៅតាមវ័យជំទង់ណាបងប្អូនអញ្ចឹងហើយនៅថ្ងៃមួយនោះគឺគាត់បានពេលល្ងាចឡើងហ្នឹងគាត់បានទៅលេងនៅក្នុងភូមិរបស់គាត់ហ្នឹងផ្ទះគេនៅក្បែរផ្ទះហ្នឹងគេក៏បាននិយាយគ្នាថាគឺយប់ហ្នឹងគឺមានកម្មវិធីនៅខាងភូមិមួយទៀតចឹងណាមានដូចជាកម្មវិធីឆ្លងអីចឹងទៅវាមានដូចជាគេមានល្ខោនក៏មានគប់ពេតប៉ោមានអីចឹងទៅហើយអ្នកភូមិអ្នកអីបាននិយាយឮចឹងបងភ័ក្រគាត់ឮហ្នឹងគាត់ក៏បានសុំគេទៅដែរអញ្ចឹងហើយចាស់ឬក៏ក្មេងៗសកលនឹងបងភ័ក្រហ្នឹងក៏ថាបើសិនជាទៅឲ្យបងភ័ក្រហ្នឹងជិះកង់ទៅពីព្រោះពួកគាត់ហ្នឹងក៏ជិះកង់ទៅដូចគ្នាដែរតែអត់មានសុំបញ្ជាក់ណាគឺពីភូមិគាត់ទៅភូមិមួយទៀតហ្នឹងគឺវាឆ្ងាយដែរបងប្អូនវាជាង10គីឡូដីបើសិនជាយើងជិះតាមផ្លូវធំផ្លូវវាងហ្នឹងណាប៉ុន្តែគាត់ថាពីខាងភូមិគាត់ទៅភូមិមួយទៀតហ្នឹងក៏វាមានផ្លូវកាត់ដែរគាត់ថាផ្លូវកាត់ហ្នឹងគឺវាមិនឆ្ងាយទេប្រហែលជាវា4ទៅ5គីឡូអីទេប៉ុន្តែវាត្រូវជិះកាត់ដូចជាវាស្រែហើយកន្លែងខ្លះវាមានព្រៃវាមានដើមឈើខ្ពស់អីចឹងណាបងប្អូនហើយផ្លូវហ្នឹងគាត់ថាគឺជាផ្លូវអតេះទេគឺមានតែអតេះបឬក៏អ្នកខ្លះជិះកង់ឬក៏ជិះម៉ូតូអីហ្នឹងបើសិនជាឡានអីគឺអត់អាចទៅរួចទេហើយផ្លូវនេះគឺភាគច្រើនគេធ្វើដំណើរតែពេលថ្ងៃទេព្រោះថាពេលយប់វាស្ងាត់គួរឲ្យខ្លាចចឹងណាអញ្ចឹងហើយពេលដែលឮហើយអញ្ចឹងគាត់ក៏សុំគេទៅជាមួយអញ្ចឹងទៅគេថាអត់អីទេឲ្យគាត់នឹងយកកង់យកអីនឹងមកហើយគាត់ក៏បានបកមកផ្ទះវិញអញ្ចឹងណាពេលដែលបងភ័ក្រគាត់បកមកផ្ទះហ្នឹងគឺគាត់លោបបងប្អូនគាត់លោបហើយគាត់ទៅសុំម្ដាយរបស់គាត់ថាដើម្បីទៅលេងនៅបំពន់នៅអីចឹងពីព្រោះគាត់ខ្សឹបហ្នឹងដើម្បីកុំឲ្យប្អូនប្រុសគាត់លឺព្រោះប្អូនប្រុសគាត់ហ្នឹងគឺគាត់ថាគឺម៉ែឪអាតាមហើយឲ្យតែលឺថាទៅណាទៅណីហ្នឹងគឺសុំតាមហើយមកចំហៀនក៏មិនបានដែរគាត់ថាគាត់កំពុងតែសុំម្ដាយរបស់គាត់ហ្នឹងស្ងាត់អញ្ចឹងគឺស្រាប់តែប្អូនប្រុសរបស់គាត់ហ្នឹងក៏លឺហើយក៏សុំទៅដែរអញ្ចឹងបងប្អូនហើយពេលដែលរំអុកសុំទៅដែរអញ្ចឹងម្ដាយរបស់បងភ័ក្រហ្នឹងក៏ឲ្យយកប្អូនទៅជាមួយអញ្ចឹងគាត់ចង់មិនចង់គាត់ត្រូវតែបង្ខំចិត្តដើម្បីយកប្អូនហ្នឹងទៅបើសិនជាគាត់មិនឲ្យប្អូនទៅទេគឺម្ដាយរបស់គាត់ហ្នឹងបើគាត់ជាមិនឲ្យគាត់ទៅទេអញ្ចឹងឲ្យ admin សុំវិភាគកង់របស់បងភ័ក្រថាគឺកង់របស់គាត់ហ្នឹងគឺមានតែកែបមួយខាងមុខទេណាបងប្អូនអត់មានរៀនខាងក្រោយទេអញ្ចឹងក្នុងកំឡុងឆ្នាំប៉ុណ្ណឹងគឺបងប្អូនខ្លះគាត់តន់ហើយគឺកង់ដែលមានតែកែបមួយពីមុខហ្នឹងហើយបើសិនជាចង់ដប់អ្នកក្រោយហ្នឹងគឺត្រូវតែជន់គេមួឈ្នន់នៅខាងលីបសងខាងបងប្អូនហ្នឹងហើយអញ្ចឹងបងភ័ក្រប្រាប់ថាពេលដែលគាត់ជីដប់នៅណាណីក៏ដោយបើសិនជាមិនឈាមខ្មងជើងទេក៏ត្រូវតែឈាមផ្លូវអញ្ចឹងដែរអញ្ចឹងហើយគាត់ក៏សម្រេចថាយកប្អូនគាត់ទៅជាមួយអញ្ចឹងទៅអញ្ចឹងមិនតែរៀបចំខ្លួនរៀបចំអីហ្នឹងគឺគាត់ទៅកន្លែងដែលគេសន្យាថានឹងជុំគ្នាហ្នឹងទៅដល់គឺគេទៅចោលគាត់អស់បាត់ហើយបងប្អូនអញ្ចឹងហើយពេលដែលគេទៅចោលគាត់អស់អញ្ចឹងហើយគាត់ក៏អត់ហ៊ានទៅតាមផ្លូវធំដែរព្រោះម្ដាយរបស់គាត់គឺបានហាម5អញ្ចឹងណាថាខ្លាចគ្រោះថ្នាក់ចរាចរណ៍ខ្លាចអីអញ្ចឹងទៅអញ្ចឹងគាត់ក៏ជិះតាមផ្លូវវាស្រែផ្លូវកាត់ហ្នឹងជាមួយនឹងប្អូនប្រុសរបស់គាត់អញ្ចឹងសភាពដែលគាត់ជិះទៅហ្នឹងគឺគាត់ធាក់កង់អញ្ចឹងទៅហើយប្អូនប្រុសរបស់គាត់ហ្នឹងគឺឈរពីខាងក្រោយហ្នឹងហើយប្រចាំង7បងប្អូនប្រចាំង7ហ្នឹងដាក់ដៃពីលើស្មាគាត់ហ្នឹងទៅដោយសារតែកង់របស់គាត់ហ្នឹងគឺអត់មានភ្លើងទេគឺអត់មានឌីណាម៉ូបំភ្លឺផ្លូវ
អញ្ចឹងគាត់ថាពេលដែលគាត់ចេញដំណើរទៅហ្នឹងគឺទៅតាមវាស្រែហ្នឹងគឺវាគួរឲ្យខ្លាចទេបងប្អូនដោយសារវាស្ងាត់ណាអញ្ចឹងហើយវាចេញពីវាស្រែចូលវាស្រែអញ្ចឹងទៅហើយពេលខ្លះក៏មានព្រៃដប់ព្រៃអីចឹងណាអញ្ចឹងជីបដាឲ្យបដាគាត់តែងតែបន្លាចប្អូនរបស់គាត់ថានោះឯងហើយមើលនៅព្រៃនោះឬក៏ឯងមើលចុងឈើមើលអីចឹងណាពីព្រោះគាត់ដឹងថាប្អូនគាត់ហ្នឹងគឺជាមនុស្សដែលប្រកែខ្លាចខ្មោចអញ្ចឹងគាត់បន្លាចប្អូនគាត់អញ្ចឹងដើម្បីថាថ្ងៃក្រោយកុំឲ្យតាមកុំឲ្យអីចឹងណាអញ្ចឹងគាត់បន្លាចទៅប្អូនគាត់នឹងចេះតែខ្លាចចេះតែវាសពិលអញ្ចឹងណាគាត់ប្រាប់ថានៅចុងឈើនោះអញ្ចឹងវាទៅចុងឈើអញ្ចឹងទៅប្រាប់ថានៅគុំព្រៃវាទៅគុំព្រៃអញ្ចឹងទៅប៉ុន្តែគឺគាត់អត់មានបានជួបអីទេអញ្ចឹងគាត់ក៏បន្តជិះអញ្ចឹងទៅបានមកសធូគាត់ក៏ទៅដល់កន្លែងវត្តដែលគេមានកម្មវិធីហ្នឹងណាអញ្ចឹងពេលដែលទៅដល់ហ្នឹងគាត់បញ្ជាក់ថាគឺម៉ោងហ្នឹងវា8ជាងទៅហើយអញ្ចឹងហើយគាត់ក៏ដើរលេងជាមួយនឹងគេមើលឯងបន្តិចទៅទិញអីហូបបន្តិចទៅគប់ទៅប៉ោងគប់អីចឹងទៅអញ្ចឹងលេងភ្លេចខ្លួនហ្នឹងគឺគាត់មើលម៉ោងហ្នឹងម៉ោងវាជិត11ហើយបងប្អូនអញ្ចឹងហើយគាត់ក៏ដើររកមើលអ្នកដែលនៅស្គាល់នៅខាងភូមិរបស់គាត់ហ្នឹងគឺដើម្បីបបួលឲ្យបានគ្នាជីកង់មកជាមួយគ្នាអញ្ចឹងកុំឲ្យវាខ្លាចព្រោះវាយប់ស្ងាត់បាត់ហើយអញ្ចឹងហើយពេលនោះគឺបងភ័ក្រមួយប្អូនគាត់នោះក៏បានដើររកអ្នកភូមិអ្នកស្គាល់អញ្ចឹងដើម្បីឲ្យជិះមកបានជាគ្នាអញ្ចឹងប៉ុន្តែគាត់ដើររកមើលគេនោះគឺអត់មានឃើញទេគឺបាត់អស់ហើយអញ្ចឹងពេលនោះគឺគាត់គិតថាប្រហែលជាគេមកចោលគាត់អស់ហើយអញ្ចឹងគាត់ត្រូវតែបង្ខំចិត្តហ្នឹងគឺជិះកង់ហ្នឹងមួយជាមួយប្អូនគាត់ហ្នឹងមកដូចអាការពេលទៅអញ្ចឹងគឺមិនមែនថាគាត់អត់ខ្លាចទេគាត់ខ្លាចប៉ុន្តែវាអត់មានជំរឿហ៎បងប្អូនអញ្ចឹងគឺត្រូវមកទាំងខ្លាចហ្នឹងអញ្ចឹងហើយពេលដែលរកគេមិនឃើញមិនអីអញ្ចឹងក៏គិតថាគេមកផ្ទះមុនអញ្ចឹងគាត់ក៏នាំគ្នាមួយប្អូនរបស់គាត់ហ្នឹងជីកង់ហ្នឹងចេញមកវិញអញ្ចឹងមកអញ្ចឹងគាត់ថាពេលដែលជីកង់ចេញមកពីវត្តបានបន្តិចហ្នឹងគឺមកដល់កន្លែងផ្លូវដែរកន្លែងស្ងាត់ដែលចូលទៅវាស្រែចូលទៅដប់ព្រៃហ្នឹងគឺគាត់ចាប់ផ្ដើមភឺសវល់គាត់មានអារម្មណ៍ថាខ្លាចខុសប្លែកពីមុនអញ្ចឹងបងប្អូនដែលគាត់ធ្លាប់ដើរយប់ដើរអីអញ្ចឹងចឹងគាត់មានអារម្មណ៍ថាខ្លាចមានអារម្មណ៍ថាវាព្រឺសបល់អីចឹងទៅអញ្ចឹងជីបដាហ្នឹងក៏គាត់ងាកមើលឆ្វេងមើលស្ដាំអីចឹងប៉ុន្តែគាត់លែងហ៊ានលេងសើចបន្លាចប្អូនគាត់ថាខ្មោចលងឬក៏អ្នកនេះអីអ្នកនោះអីចឹងហីអញ្ចឹងគាត់ថាជីមកបានរៀងយូរមកដែរហើយគឺចេញពីព្រៃចូលវាស្រែចេញពីវាស្រែចូលព្រៃហ្នឹងគឺទៅដល់កន្លែងដប់មួយគឺគាត់ក៏បានឃើញមានពូម្នាក់បងប្អូនពូម្នាក់ហ្នឹងគឺមិនដឹងថាដើរចេញមកពីណាទេប៉ុន្តែគាត់ដើរផ្លូវដូចថាស្របទិសជាមួយនឹងបងភ័ក្រឧទាហរណ៍ថាបងភ័ក្រជីពីលិចមកពីកើតទៅលិចអញ្ចឹងទៅពូហ្នឹងក៏ដើរពីកើតទៅលិចហ្នឹងដែរអញ្ចឹងគាត់អាចមើលឃើញតែពីក្រោយខ្នងទេគាត់អាចមើលឃើញមុខទេអញ្ចឹងគាត់ឃើញពូហ្នឹងស្លៀកខោខ្លីហើយចងកម៉ានឹងចង្កេះតែអត់ពាក់អាវទេហើយក្នុងដៃរបស់គាត់នឹងគឺមានកាន់កវិតមួយបងប្អូនអញ្ចឹងហើយគឺពេលនោះគឺបងភ័ក្រហើយនឹងប្អូនរបស់គាត់ភ័យមែនតើណាព្រោះគាត់ខ្លាចព្រោះគាត់គិតថាគាត់មិនគិតដល់រឿងខ្មោចដល់អីគាត់គិតថាក្រែងលោមានអ្នកណាអ្នកណីអីមកប្លន់មកអីអញ្ចឹងណាតែមួយវិញទៀតគាត់គិតថាគឺនៅខ្លួនរបស់គាត់នោះវាគ្មានអីសម្រាប់ឲ្យគេប្លន់ទេប៉ុន្តែគឺគាត់ចេះតែខ្លាចអីចឹងទៅបងប្អូនព្រោះការនោះគេឮថាមានចាប់ក្មេងចាប់អីចឹងណាហើយគាត់វ័យជំទង់ហើយ20ជាងតែគាត់ក៏នៅតែខ្លាចដែរធម្មតាទាំងយើងទាំងគេជីកង់នៅកន្លែងតំបន់ស្ងាត់ហើយឃើញមានមនុស្សដើរកាន់កវិតអញ្ចឹងយើងមិនខ្លាចត្រូវទេបងប្អូនហ្នឹងហើយអញ្ចឹងពេលដែលគាត់ឃើញនឹងប្រហែលជា50ម៉ែត្រពីគាត់អញ្ចឹងណាអញ្ចឹងគាត់ក៏ប្រឹងធាក់កង់នឹងឲ្យលឿនឲ្យផុតពូនឹងមកអញ្ចឹងទៅអញ្ចឹងពេលដែលគាត់ប្រឹងធាក់កង់ឲ្យលឿនផុតពូនឹងមកអញ្ចឹងទៅគាត់ក៏អត់មានងាកមើលមុខងាកមើលអីដែរអញ្ចឹងពេលដែលផុតមកហ្នឹងគាត់ថាគឺគាត់ធូនធុងគាត់ហើយក៏បន្តធាក់មកអញ្ចឹងទៅគាត់ថាធាក់បានប្រហែលជា100ម៉ែត្រហ្នឹងក៏ឃើញមានមនុស្សម្នាក់ហ្នឹងគឺនិយាយទៅផិនភាកដូចពូនឹងបែបបិទមនុស្សប្រុសដូចគ្នាស្លៀកខោខ្លីហើយចងចង្កេះនឹងកម្មាអញ្ចឹងទៅចងកម្មានៅចង្កេះឲ្យជាស្រ័យបងប្អូនចងកម្មានៅចង្កេះអញ្ចឹងទៅហើយកាន់ដៃកាន់កវិតអញ្ចឹងទៅស្រាប់ដល់ពេលហើយពេលហ្នឹងគឺគាត់អត់មាត់អីទេស្រាប់ថាប្អូនប្រុសរបស់គាត់ហ្នឹងក៏ហៅគាត់ហ្មងប្អូនគាត់ដែលហៅគាត់អាអញ្ចឹងហ្មងបងប្អូនក្មេងនៅជនបទយើងដឹងហើយគាត់ថានោះអភ័ក្រហើយមើលពូនោះមិញហ្នឹងយើងឃើញគាត់នៅពីក្រោយយើងនោះតាហើយយើងធាក់កង់មកគាត់ដើរតាមណាឬក៏រត់តាមណាបានគាត់មកដល់មុនយើងអញ្ចឹងណាស្រាប់ថងហ្នឹងពេលដែលប្អូនគាត់និយាយអញ្ចឹងគឺគាត់ព្រឺសបល់មែនតើបងប្អូន
ហើយគាត់មានអារម្មណ៍ថាខ្លាចហើយព្រោះគាត់គិតថាគឺមិនមែនឃើញតែគាត់ទេប្អូនរបស់គាត់ក៏ឃើញដែរអញ្ចឹងណាអញ្ចឹងគាត់ក៏អត់មាត់ដែរក៏ប្រាប់ប្អូនគាត់ថាឲ្យឈប់មាត់អញ្ចឹងទៅហើយឲ្យតោងឲ្យជាប់គាត់នឹងប្រឹងធាក់អញ្ចឹងណាបងប្អូនអញ្ចឹងហើយគាត់ក៏ប្រឹងព្យាយាមធាក់នឹងអញ្ចឹងទៅអូអេដមីនភ្លេចប្រាប់ថងនេះគឺមេឃវាល្ងិតគឺមើលឃើញតែប្រច័នព្រានឹងទេហើយគាត់អាចមើលឃើញរូបរាងពូនឹងច្បាស់ហើយដៃគាត់កាន់កបិតអីហ្នឹងគឺដោយសារតែភ្លើងពិលប្អូនគាត់ប្រចាំងពីខាងក្រោយពីលើស្មាគាត់ឲ្យបងប្អូនហ្នឹងហើយភ្លេចបញ្ជាក់ត្រង់ហ្នឹងអញ្ចឹងក៏ឲ្យបងប្អូនឆ្ងល់ថាយប់ឡើងមេឃល្ងិតក៏ឃើញគេច្បាស់ម៉េះមានកាន់កបិតកាន់អីចឹងណាអញ្ចឹងមើលឃើញហ្នឹងដោយសារតែពលឺភ្លើងពិលភ្លើងកៅឆ្លុះគាត់ដាក់ពីលើស្មាហ្នឹងនឹងហើយកាត់មកចូលសាច់រឿងយើងវិញអញ្ចឹងហើយពេលដែលលឺប្អូនរបស់គាត់នេះអញ្ចឹងហើយគឺបងភ័ក្រគាត់ប្រឹងធាក់យ៉ាងលឿនម្ដងហ្នឹងណាអញ្ចឹងគាត់ធាក់ទៅដល់ពាក់ទឹមជាមួយនឹងពូនឹងហើយក៏គាត់អត់មើលមុខអត់មើលអីដែរគឺគាត់ប្រឹងធាក់អញ្ចឹងទៅគាត់មានអារម្មណ៍ថាគឺប្រឹងធាក់កង់ហ្នឹងដូចជាវាធ្ងន់ទៅអត់ចង់ទៅមុខអញ្ចឹងណាអញ្ចឹងពេលដែលគាត់កំពុងតែភ័យផងកំពុងតែធាក់ផងហ្នឹងស្រាប់ដល់ពេលហើយប្អូនប្រុសគាត់ក៏ថាអាភ័ក្រពូនឹងរត់តាមយើងហើយអញ្ចឹងបងភ័ក្រគាត់កលេចទៅក្រោយពុបឃើញពូនឹងរត់តាមមែនបងប្អូនហើយចន្លោះពីគាត់ទៅពូនឹងប្រហែលជាតែ40-50ម៉ែត្រអីទេអញ្ចឹងបងភ័ក្រថាគាត់គឺប្រឹងធាក់មែនតើអញ្ចឹងណាហើយប្អូនរបស់គាត់នឹងកំពុងតែនិយាយទៅអោបកកគាត់យកហ្មងភ័យហើយធាក់ផងវាពិលទៅក្រោយផងបងប្អូនពូនឹងគឺនៅតែបន្តរត់តាមកង់របស់ពួកគាត់មកអញ្ចឹងគាត់ថាពេលដែលប្អូនគាត់វាពិលទៅចំពូនឹងណាគឺពូនឹងអត់មានជើងទេបងប្អូនមានតែត្រឹមជង្គង់ហ្នឹងណាគឺរត់តាមគាត់មកអញ្ចឹងទៅហើយមុខហ្នឹងគឺអត់មានឈាមអត់មានអីទេគ្រាន់តែថាជាលក្ខណៈស្លេកស្លាំងហើយមុខឡើងមើអញ្ចឹងណាហើយក៏រត់តាមពួកគាត់នឹងអត់បន្តឈប់ទេហើយបងភ័ក្រគាត់ប្រឹងធាក់គាត់ថាប្រឹងធាក់យកទៅមែនតើណាតែគាត់មានអារម្មណ៍ថាកង់គាត់នឹងគឺដូចជាយឺតមែនតើអាត្រង់ហ្នឹងឯងគឺជាចង្វាក់ខ្មោចលងឬក៏ style របស់ខ្មោចវាលងអញ្ចឹងណាបងប្អូនពេលដែលយើងហិតតែខ្លាចយើងហិតតែប្រឹងធាក់កង់យើងនឹងវាហិតតែយឺតអញ្ចឹងគាត់ថាគឺគាត់ភ័យខ្លាំងមែនតើហើយប្អូនរបស់គាត់នឹងស្មាតទូគាត់ថាប្អូនរបស់គាត់នឹងខ្លាចរហូតដល់រៀកនោមដាក់ខោបងប្អូនហើយគាត់ក៏បន្តធាក់អញ្ចឹងទៅហើយប្អូនរបស់គាត់នឹងក៏វាពិលទៅក្រោយម្ដងទៀតហើយក៏ស្រែកថាអាភ័ក្រគាត់មកជាតន់ហើយហើយត្រង់ហ្នឹងគឺបងភ័ក្រកលេចទៅគឺរន្ធត់មែនតើបងប្អូនគឺគាត់រត់បដាហើយគាត់យកអាដៃអាកបិតដែលគាត់កាន់នឹងដៃហ្នឹងណាគឺយកមកអាកកគាត់បដារត់បដាហើយគាត់ងាកឆ្វេងស្ដាំធ្វើភ្នែកកលេចកលាប់អញ្ចឹងណាហើយបានមកបន្តិចហ្នឹងគឺគាត់ក៏ចាប់ដកក្បាលគាត់ហ្នឹងគប់មកកង់បងភ័ក្រជាមួយប្អូនគាត់ហ្នឹងហ្មងបងប្អូនអូត្រង់ហ្នឹងគឺសាហាវមែនតើណាបើសិនជាយើងជាបងភ័ក្រឬក៏ប្អូនគាត់វិញមិនដឹងជាយ៉ាងណាយ៉ាងណីបើសិនជាអេដមីនវិញប្រហែលជាបកាច់តងដាច់ប៉ុសនៅក្នុងហ្នឹងមើលទៅនឹងឲ្យជាស្រ័យបងប្អូននឹងឲ្យចូលមកសាច់រឿងយើងទៀតអញ្ចឹងហើយបងភ័ក្រថាគឺពេលដែលគប់ក្បាលមកហ្នឹងគឺគប់អត់ដល់កង់ពួកគាត់ទេអញ្ចឹងពួកគាត់នឹងក៏បន្តជិះអញ្ចឹងទៅណាអញ្ចឹងពេលដែលគាត់ជិះចូលមកដល់ខាងមាត់ភូមិខាងដើមភូមិអញ្ចឹងណាបងប្អូនមានឆ្កែមានអីព្រុសមានអីអញ្ចឹងគឺពួកគាត់ហ្នឹងគឺអមែនតើនឹកឃើញថាចូលភូមិចូលអីមានមនុស្សម្នាមានចាស់មានអីអញ្ចឹងណាអញ្ចឹងពួកគាត់អាចនឹងកក់ក្ដៅជាងមុនបន្តិចអញ្ចឹងទៅអញ្ចឹងគាត់ក៏បន្តជីរហូតទៅដល់ផ្ទះរបស់គាត់ហ្នឹងគឺប្អូនគាត់ហ្នឹងលោតទៅលើកង់គាត់បដួលកង់យកហ្មងណាហើយប្អូនរបស់គាត់ហ្នឹងពេលដែលលោតចុះទៅដល់ក្រោមហើយគឺស្រែកយំយកហ្មងបងប្អូនអញ្ចឹងហើយម្ដាយឪពុករបស់គាត់ហ្នឹងដែលនៅលើផ្ទះហ្នឹងក៏នាំគ្នាផ្អើលរត់មកមើលទាំងអ្នកភូមិទាំងអីហ្នឹងណាពីព្រោះពេលដែលគាត់ចេញពីវត្តមកហ្នឹងវាម៉ោងជិត11ហើយមុំគាត់មកដល់ផ្ទះហ្នឹងវាម៉ោងជិត12ហើយអញ្ចឹងណាអញ្ចឹងហើយក៏ផ្អើលអ្នកភូមិហើយម្ដាយគាត់ឪពុកគាត់អីក៏ចុះមកមើលសួរថាមានការអីអញ្ចឹងណាបានស្រែកយំបានអីអញ្ចឹងគេលោអ្នកណាធ្វើបាបអីអញ្ចឹងទៅពេលដែលមកដល់នោះគឺប្អូនបងភ័ក្រនោះគឺគាត់និយាយអត់ចេញទេហើយបងភ័ក្រនោះក៏គាត់និយាយញ័រមាត់បដារៀបរាប់ទៅប្រាប់ម្ដាយឪពុករបស់គាត់អញ្ចឹងទៅហើយអញ្ចឹងហើយម្ដាយរបស់គាត់នោះគឺឆ្លៀតស្ដីឲ្យគាត់ទៀតគាត់ថាពួកឯងនឹងឆ្ងាញ់អាដើរលេងយំឲ្យវាជួបអញ្ចឹងចុះឲ្យសមមុខណាមានតែឆ្លៀតមកស្ដីឲ្យអញ្ចឹងទៀតណាបងប្អូនម្ដាយគាត់អញ្ចឹងគឺស្ដីនាមតែស្ដីទេក្នុងនាមជាឪពុកម្ដាយអញ្ចឹងហើយម្ដាយគាត់នឹងក៏បានហៅចាស់ក្នុងភូមិដែលគាត់ចេះអីអញ្ចឹងណាបងប្អូនឲ្យមកជួយដូចជាស្រោចទឹក
រំដោះគ្រោះបាញ់អង្គឬក៏ហៅវិញ្ញាណធំវិញ្ញាណតូចអីចឹងទៅឃើញលោកគាត់ភ័យមិនញរត់ចេញពីខ្លួនអីចឹងណាអញ្ចឹងក៏ធ្វើពិធីឲ្យស្រោចទឹកឲ្យពួកគាត់ទាំងពីរអ្នកបងប្អូននឹងហើយក៏ចូលសម្រាកចូលអីធម្មតាទៅអញ្ចឹងហើយពេលដែលមកដល់ស្អែកឡើងហ្នឹងគឺពួកគាត់ហ្នឹងគឺក្តៅខ្លួនទាំងពីរបងប្អូនក្តៅខ្លួនអញ្ចឹងហើយម្ដាយរបស់គាត់ហ្នឹងក៏ដឹងថាអូវាមិនមែនជាជំងឺអីវិទ្យាសាស្ត្រទេគឺប្រហែលជាពួកគាត់នឹងខ្លាចរឿងប្រយុទ្ធនឹងខ្លាំងពេកហើយបានទៅជាគ្រុនក្តៅទៅជាស្លក់ទៅជាអីចឹងណាអញ្ចឹងហើយពួកគាត់ហ្នឹងក៏ម្ដាយឪពុកគាត់ហ្នឹងក៏នាំបងភ័ក្រហើយនឹងប្អូនគាត់ហ្នឹងទៅវត្តហើយទូលោកតាតាមហ្នឹងទៅអញ្ចឹងលោកតាក៏គាត់ស្រោចទឹកហើយចងខ្សែចងអីឲ្យចឹងទៅហើយក៏និយាយទៅគាត់ថាអបិយជំនឿក៏ជឿហើយគាត់វិទ្យាសាស្ត្រក៏ជឿគាត់ក៏នាំកូនគាត់ទៅពេទ្យសំថ្នាំសំអីហូបតាមនឹងអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីនឹងហើយអាការៈរបស់បងភ័ក្រហើយនឹងប្អូនរបស់គាត់ហ្នឹងក៏វាល្អប្រសើរម្ដងតិចមកប៉ុន្តែគាត់ថាមុំគាត់ដូចដើមវិញគឺវា5ថ្ងៃទៅ7ថ្ងៃបងប្អូនហើយបន្ទាប់ពីនោះមកគឺផ្លូវហ្នឹងគឺគាត់លែងជិះកុំថាឡើយតែពេលយប់តែពេលថ្ងៃហ្នឹងគឺក៏គាត់លែងជិះដែរគាត់សុខចិត្តជិះវៀងអីចឹងណាហើយពីក្រោយមកហ្នឹងគាត់ក៏មិនដឹងប្រវត្តិហ្នឹងពីចាស់ពីទុំមកអីចឹងបងប្អូនគាត់ថាបរោះម្នាក់ដែលលងគាត់ហ្នឹងពីដើមមកហ្នឹងគឺគាត់ជាមនុស្សដែលបែកថ្នាំអញ្ចឹងណាអញ្ចឹងគឺគាត់ទៅជក់ថ្នាំទៅអីនៅតាមផ្លូវនៅតាមដប់ព្រៃហ្នឹងដោយសារវាស្ងាត់អញ្ចឹងបងប្អូនអញ្ចឹងគាត់ជក់អញ្ចឹងទៅពេលខ្លះពេលគាត់បែកអញ្ចឹងទៅគាត់អាដៃអាជើងខ្លួនឯងចេញឈាមចេញអីអញ្ចឹងទៅហើយក្នុងថ្ងៃមួយនោះគឺគាត់បានយកកវិតហ្នឹងមកអាកខ្លួនគាត់ហ្នឹងណាថ្ងៃចុងក្រោយដែលគាត់ស្លាប់ហ្នឹងណាបងប្អូនអញ្ចឹងហើយបានពេលដែលគាត់លងអ្នកភូមិហើយមកលងបងភ័ក្រអីហ្នឹងគឺសភាពដែលគាត់លងហ្នឹងគឺរត់តាមកង់ហើយគឺដោះក្បាលគប់នឹងហ្មងបងប្អូនអេដមីននិយាយដល់ត្រង់ហ្នឹងគឺព្រឺវាស្ថានភាពលងនេះគឺវាសាហាវពេកអញ្ចឹងណាបងភ័ក្រថាគឺមិនមែនជួបតែគាត់ទេគឺមានក្មេងៗឬក៏ចាស់ដែលគាត់ទៅធ្វើស្រែទៅធ្វើចំការអីហ្នឹងហើយទៅនៅដល់យប់ហើយរៀងស្ងាត់អីហ្នឹងគឺអាពូហ្នឹងគាត់នឹងតែចេញមកស្វាគមន៍អញ្ចឹងណាហើយជារឿយពេលដែលគាត់នៅរស់អញ្ចឹងពេលដែលមានក្មេងជិះកង់អីតាមហ្នឹងអញ្ចឹងពូហ្នឹងគឺគាត់តែងតែដេញបន្លាចតែងតែដេញចាប់អីចឹងណាអញ្ចឹងហើយបានពេលដែលគាត់ស្លាប់ទៅហ្នឹងគឺវិញ្ញាណរបស់គាត់ហ្នឹងគឺនៅនឹងនៅវល់ហ្នឹងអត់ទៅណាទេអញ្ចឹងហើយបងភ័ក្រថាគឺចាប់ពីថ្ងៃនោះមកគាត់ក៏លែងហ៊ានទៅតាមផ្លូវនោះទៅអីទៀតចឹងទៅហើយតាំងពីនោះមកគាត់ក៏លែងជួបលែងអីបងប្អូនគាត់ក៏សុខសប្បាយមកចឹងទៅអញ្ចឹងហើយគឺរឿងរ៉ាវរបស់បងភ័ក្រក៏មកដល់ទីបញ្ចប់ហើយក្រោយពីស្ដាប់រឿងនេះបងប្អូនមានអារម្មណ៍យ៉ាងណាឬក៏មានមតិយ៉ាងណាដែរគឺអាចខមមិននៅខាងក្រោមវីដេអូបានសម្រាប់រឿងនេះក៏អេដមីនឲ្យ10លើ10ដូចគ្នាព្រោះថាឈុតឆាកវាលងខ្លីមែនប៉ុន្តែអាពេលវាលងនោះសាហាវបងប្អូនទស្សនវិជ្ជាហ្នឹងណាយើងគិតមើលបើសិនជាយើងវិញយើងជិះនៅលើផ្លូវដែលស្ងាត់ចង់និយាយថាអស់ពីភ្លឺស្រែចូលព្រៃអស់ពីព្រៃចូលភ្លឺស្រែស្រាប់តែមានមនុស្សម្នាក់ឈរនៅពីមុខរូបរាងអញ្ចឹងស្រាប់យើងទៅផុត50ម៉ែត្រឈរឲ្យរូបរាងអញ្ចឹងដូចគ្នាដល់ពេលចាប់អារម្មណ៍ទាំងពីរនាក់បងប្អូនថាប្រកាសថាមិនមែនមនុស្សហើយគឺជាខ្មោចហើយកលែកទៅបុបរត់មកគឺអត់មានជើងហើយបើសិនជាពួកគាត់មិនធាក់កង់ហើយឲ្យខ្មោចនឹងរត់មកតន់គឺមិនដឹងថាមានរឿងអីកើតឡើងដែរបងប្អូនហើយខឹងរត់មិនតន់កង់គឺអាចង្វាក់ត្រង់ហ្នឹងអេដមានចង់ឲ្យបងប្អូនសម័យគឺទស្សនវិជ្ជាត្រង់ហ្នឹងវាសាហាវមែនតើណារត់បដាហ្នឹងគឺយកអាដៃយកអាកបិតដែលកាន់នឹងដៃហ្នឹងយកមកអាកកខ្លួនឯងហើយអាដៃមួយទៀតហ្នឹងគឺបោចសក់ហើយទាញក្បាលចុះឡើងហើយអារហូតដតដាច់ហើយគឺកវែងគប់ក្បាលនឹងមកកង់ពួកគាត់កំពុងតែជិះហ្នឹងហ្មងអាត្រង់ហ្នឹងសាហាវមែនតើណាយើងគិតថាបើសិនជាពួកគាត់មិនខ្លាចឬក៏កន្លែងងាកមើលមកអាចធ្លាក់បន្លាយឬក៏បុកគល់បុកអីទៅមិនស្លប់តោងទាំងពីរអ្នកបងប្អូនហ្នឹងត្រូវទេបងប្អូនហ្នឹងហើយចំណុចថនហ្នឹងគឺសាហាវមែនតើហ្នឹងហើយគឺអេដមីនអត់មានអីទៀតទេក៏សូមអរគុណដល់បងប្អូនដែលចំណាយពេលដ៏មានតម្លៃស្ដាប់តាំងពីដើមរហូតមកដល់ចប់ហើយក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់ឲ្យរស់ស៊ីទទួលទានមានបានសុខភាពល្អធ្វើដំណើរទៅណាមកណាគឺសូមឲ្យសុខសុវត្ថិភាពទាំងទៅទាំងមកជាចុងក្រោយសូមអរ